សួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមាន motor លោកបាទពីរ model មកបង្ហាញជូនបងប្អូនគ្នាសម្រាប់motor លោកមួយនេះគឺមានលេខកូដ M3600 ទាក់ទងជាមួយនឹងកម្លាំងវ៉ាត់គឺ1650វ៉ាត់ប្រភេទនេះ1650វ៉ាត់ហើយរូបរាងគឺបែបហ្នឹងបាទគឺជាប្រភេទ motor លោករុញអុកបែបហ្នឹងបងប្អូនគ្នាបាទកាន់ដៃ2ហើយប្រភេទនេះគឺ210លីបាទយើងមាន6លីខ្នាតតូចហើយនេះ210លីខ្នាតធំបាទហើយតាក់ទងជាមួយនេះម្ដងគឺមានលេខកូដ OP 1802បាទ OP 1802តើតងប្រភេទនេះគឺ made in Japan គុំនៅក្នុងប្រទេសជប៉ុនហើយកម្លាំងវ៉ាត់គឺ1850វ៉ាត់ណាហើយអ្វីដែលសំខាន់នៅផ្នែកខាងលើនេះបងប្អូនគ្នាបាទនេះខាងលើនេះគឺកន្លែងនេះគឺមានភ្លើងផ្លឹបផ្លែតនៅពេលដែលយើងនៅពេលដែលដាច់ភ្លើងណាដាច់ភ្លើងយើងភ្លេចបិទកុងតាក់គឺវាលុបភ្លើងផ្លឹបផ្លែតអត់ដំណើរការឲ្យទេពេលភ្លើងមកវិញហើយមួយទៀតនៅពេលដែលយើងចុចកុងតាក់ដំណើរការគឺវា smooth វាអត់កន្ត្រាក់ទេប្រភេទនេះណាបាទអញ្ចឹងតើតងជាមួយនឹងពីរលេខកូដនេះគឺមានចំណុចគ្នាខុសគ្នាបែបហ្នឹងហើយមានដូចជាចំណុចខុសគ្នា3 4ទៀតខ្ញុំបង្ហាញនៅវីដេអូក្រោយហើយបើសិនជាបងប្អូនអ្នកគ្នាចង់សារឬក៏ចង់ដឹងព័ត៌មានបន្ថែមអាចឆាន់សួរបានបាទសូមអរគុណ